đำนาកំសាន្តបែបអត់ច្បាស់លាស់ខកពីគេងថ្មណាចេញពីផ្ទះថ្មនឹងឃើញកន្លែងណាស្អាតចូលលេងកន្លែងនឹងចង់ញ៉ាំអីទិញនឹងញ៉ាំមានអីដើរលេងបែបអញ្ចឹងសប្បាយម្យ៉ាងតើអ្នកទាំងអស់គ្នាយើងដើរបែប slow relax អត់មានខ្វល់អីច្រើនឲ្យតែមានលុយមកបានហើយតែមិនបាច់មានលុយច្រើនពេកក៏បានថ្ងៃនេះខ្ញុំមកលេងនៅខេត្តកែបហើយខ្ញុំបានទៅគេងនៅ resort មួយនៅលើភ្នំមិនលើអីពេកទេវាលក្ខណៈចកេះភ្នំណាតម្លៃសមរម្យហើយបរិយាកាសគេល្អខ្លាំងមែនតែននិយាយទៅគឺពោពេញទៅដោយធម្មជាតិហ្មងហើយនេះដើមស្លានេះផ្លែស្លាខ្លាចអ្នកទាំងអស់គ្នាអត់ស្គាល់ពេលផ្លែគេទុំចឹងទៅឡើងស្អាតហើយឡើងគួរឲ្យចង់ញ៉ាំនៅនេះគេមានអាងហែលទឹកដែរមកល្មមមិនតូចពេកក៏មិនធំពេកដែរហើយអ្នកទាំងអស់គ្នាមើលតែខ្ញុំមើលសូម្បីតែខែល្ងាក៏ចុះហែលទឹកដែរបរិយាកាសវាទំនងពេកលក្ខណៈថាស្ងប់ស្ងាត់អញ្ចឹង recommend មែនតែនសម្រាប់អ្នកដែលគាត់ចង់ទៅលេងកន្លែងណារបៀបធម្មជាតិអត់មានសលេងថ្លង់ញ៉ៃច្រើនហើយបែប private ណាអូននេះ99% គឺជាភ្ញៀវបរទេសហើយបើថាចង់ញ៉ាំគ្រឿងសមុទ្រឆ្ងាញ់ណាអ្នកទាំងអស់គ្នាមិនបាច់កំងនៅក្នុងហាងគេឬក៏នៅក្នុង resort នឹងហ្មងខ្ញុំ recommend ថាទៅចូលផ្សារក្តាមទិញខ្លួនឯងមកយើងរើបានក្តាមបានបកាល្អហើយតម្លៃធូរទៀតអញ្ចឹងវាចំណេញលុយខ្លាំងជាងដែលយើងទៅ order នៅហាងនៅអីចឹងតែបើថាមិនចេះរើគ្រឿងសមុទ្រមិនចេះទិញអីទេនឹងកំងគេទៅគ្រាន់ថាវាចុះលុយជាងទៅទិញខ្លួនឯងអានេះខ្ញុំញ៉ាំបាយថ្ងៃត្រង់ហើយរៀបចំងូតទឹកធ្វើខ្លួនដើម្បីទៅថតរូបពួកអីមកហ្នឹងក៏បំណងគឺចង់ថតរូបជាមួយ sunset ចឹងឥឡូវមកមើលខ្ញុំផាត់មុខស្រាលបែបធម្មជាតិទាំងអស់គ្នាខ្ញុំស្រឡាញ់ style របៀបស្អាត clean អត់មើលទៅផាត់មុខក្រាស់ពេកតែមុខយើងនេះបើទៅលាតពេកអត់ផាត់មុខសោះវាមើលអត់យល់អញ្ចឹងយើងផាត់ដែរប៉ុន្តែផាត់លក្ខណៈថា makeup no makeup អញ្ចឹងព្យាយាមដាក់ share ខ្លាំងមែនតើបន្ទាប់ពីផាត់ foundation ហើយវាអត់បានបិទបាំងស្នាមយើង 100% ប៉ុន្តែក៏វាឲ្យមើលទៅរៀង light ជាងមុនណាហើយយើងបបោះម្សៅហើយតិចមកបានហើយបន្ទាប់មកពុតហូមភ្នែកលាប mascara ភ្នែកលាប mascara អញ្ចឹងនិយាយទៅសិតទៅ